នេះគឺជាតិចនិចខ្លះៗក្នុងការលេង Fanny ឲ្យវាយគេ enemy ឈឺនៅ early game អីចឹងណាគ្នាយើងអាចមើលតាមនោះបានហើយនាទីទី1ដំបូងនេះគ្មានអីក្រៅពី C blue ទេសម្រាប់ player Fanny ទាំងអស់បើអ្នកខ្លះគេ C blue ហើយគេទៅកោហើយទៅអ្នកខ្លះទៀត C blue ហើយគេ farm red យើងធម្មតាអញ្ចឹងទៅហើយនៅពេលដែលយើងទៅកោបើ red គេអញ្ចឹងឧទាហរណ៍ថាបើចាំង goal គេ C red ហើយទៅគេនៅ C សัตว์ខ្លាឃ្មុំនេះខ្ញុំអត់ recommend ឲ្យគ្នាយើងហោះអញ្ចឹងហើយថាមើលអស់ឈាមគេតាមបន្តិចទេអញ្ចឹងហើយវាយវាឈឺទេឥឡូវយើងអាចបដូរពី style ហោះពីខ្សែយឺតៗអញ្ចឹងមកហោះចេះវិញមកដើម្បីខ្លាំងជាងយើងបាញ់ចោលហើយហោះទៅអញ្ចឹងមកនេះគ្នាយើងអាចមើលដើម្បីចេះឡើងអស់ពាក់កណ្ដាលបាត់ហើយនេះ early game ហើយយើងបកទៅវិញទៅពីខ្សែទៀតដាច់គេហើយទៅចំណុចមួយទៀតសម្រាប់ player ណា player Fanny ដែលយើង Cyber ហើយយើងជឿទៅកោគេយើងអាចទៅជួយ Golan ដើម្បីឲ្យ Golan យើងងាយស្រួលវាយគេអញ្ចឹងណាព្រោះថា Golan early ច្បាស់ជាវាយគ្នាហើយព្រោះគេមានថែងឧទាហរណ៍ថាបើ Golan យើងនៅតែឯងអញ្ចឹងយើងទៅជួយ Golan យើងទៅហើយញ៉រីក៏មិនឲ្យគ្នាយើងហោះចេះទេពីខ្សែអញ្ចេះទេវាយគេឈឺទេហើយអាក្បាច់ងាយស្រួលទៅស៊ីគេហ្នឹងដូចតែមុនដែរទេយើងបាញ់ចោលមួយហោះលឿនអញ្ចឹងមកដល់ឈឺហើយឃើញអត់ damage ហើយមួយទៀតក្នុងការចូលទៅយក tutorial ដល់ពេលដែលយើងឃើញមនុស្សច្រើនអញ្ចឹងយើងធ្វើដូចតែគ្នាអញ្ចឹងមកយើងកុំងាវាយ tutorial ហើយយើងវាយតាមមនុស្សមកយើងបាញ់ចោលមួយខ្សែហោះចូលដកចេញវិញឲ្យលឿនហើយនៅពេលដែលចាំង goal enemy កំពុងស៊ី burst ចេះយើងអត់ត្រូវហោះចេះទេឃើញអត់ទៅពាក់កណ្ដាលទេអាកន្លែងចាំវាយគេកន្លែង burst ហ្នឹងវាមានពីរ style គ្នាយើងអានេះទី1នេះគ្នាយើងឃើញចិត្តដាច់គេមកកវីគេទី1ចិត្តដាច់ហើយនៅពេលដែលយើងទៅកោគេហ្នឹងយើងកំភៃដល់ភ័យហោះត្រូវទេអញ្ចឹងហើយយើងអាចងាប់របស់គេវិញហើយនៅពេលដែលយើងទៅ see mid lane ក៏អញ្ចឹងដែរហោះអញ្ចឹងវាយគេអត់ងាប់ទេបើខ្ញុំហោះតែចេះទេនេះ mid lane ងាប់ឲ្យខ្ញុំនឹងធ្វើផ្លាត់ដងទេហើយតែសារចេញមែនឥឡូវឧទាហរណ៍ថា goal lane គេកំពុងទៅស៊ីសัตว์ goal នេះហើយទៅយើងហោះអញ្ចឹងហើយយើងដូរពីហោះអញ្ចឹងមកហោះអញ្ចេះវិញមកគឺថាវាមានអីខុសគ្នាទេដូចតែគ្នាទេមកដំណាក់កាល